ស្វាគមន៍មកកាន់វីដេអូថ្មីនៃការសិក្សាអំពី Query និង Param អ្នកទាំងអស់គ្នាធ្លាប់ឮអំពី Query និង Param ពីមុនដែរទេឥឡូវខ្ញុំចង់និយាយអំពី Query គឺជា parameter ដែលមានសំណួរពាក្យដើម្បីភ្ជាប់ជាមួយនឹង URL ដើម្បីទាញទិន្នន័យទៅកាន់ server ហើយចំពោះQuery មាននិមិត្តសញ្ញាគឺសញ្ញាសួរដែលយើងអាចយល់វាបានចំពោះ Param គឺជា Dynamic ដែលមាន port នៃ URL ឥឡូវអ្នកទាំងអស់គ្នាខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាដែលយើងបង្កើត folder មួយដោយដាក់ឈ្មោះថា Param អ្នកទាំងអស់គ្នាបានឃើញហើយខ្ញុំបានបង្កើតហើយខ្ញុំសូមមក option ខ្ញុំចូលទៅកាន់ open with code អ្នកទាំងអស់គ្នាខ្ញុំចូលទៅដល់ open with code ហើយឥឡូវនេះខ្ញុំបង្កើត file មួយដាក់ឈ្មោះថា app.js ឥឡូវបាន app.js ហើយនឹងខ្ញុំចាប់ផ្ដើមបង្កើត pk.json ដើម្បីបង្កើត pk.json ខ្ញុំត្រូវតែមាន keyword មួយដើម្បីបង្កើតវាឥឡូវចូល git bash បានហើយអ្នកនរគ្នាខ្ញុំទៅសេពាក្យថា npm init.y enter ឥឡូវយើងបានហើយ pk.json ឥឡូវខ្ញុំចង់នេះបានហើយឥឡូវខ្ញុំចង់វារ៉ាន់កូដហ្នឹង Node.js ហ្នឹងអូតូហើយនេះខ្ញុំចង់ប្រើ command មួយឈ្មោះថា npm i express not more បានហើយអ្នកទាំងអស់គ្នាឥឡូវខ្ញុំ enter បានហើយចាំបន្តិចវាសិនតែរៀង slow ចាឥឡូវបានហើយយើងទៅមើលដើម្បីឲ្យ run auto យើងមិនទៅទេប៉ុណ្ណឹងទេយើងត្រូវទៅមើលនៅក្នុង script យើងត្រូវបង្ខំពាក្យកន្លែងហ្នឹងយើងចង់ដាក់ឈ្មោះអីក៏បានដែរអ្នកទាំងអស់គ្នាដើម្បី run វាអញ្ចឹងឥឡូវខ្ញុំដាក់ថា start ចុច2បើកមុខកញ្ចក់មកបើកអភន្តរៈដាក់ថា node more ដោយសារយើងនេះដាក់ app.js ឥឡូវយើងបានហើយដោយសារខ្ញុំភ្លេចបិទ error ឥឡូវបិទបានហើយយើងសាក់ទៅ run ទាំងអស់គ្នា npm start enter នេះវា run បានហើយឥឡូវយើង run បានហើយយើងចូលទៅបង្កើតដែលមានពាក្យថាអ្នកទាំងអស់គ្នាកន្លែងហ្នឹងគឺយើងត្រូវទៅចាំវាដែរ count express ស្មើនឹង require express អ្នកទាំងអស់គ្នាខ្ញុំចង់បញ្ជាក់ទៅនឹងតិចដែរកន្លែងហ្នឹងគឺសំខាន់ណាស់អ្នកទាំងអស់គ្នានៅពេលដែលយើងទៅសេវាដំបូងគឺយើងត្រូវការដាក់វា express ឥឡូវខ្ញុំចោះមកទៀតបិទហើយខ្ញុំទៅសេមួយទៀត count app express អ្នកទាំងអស់គ្នាទៅសេ count app express ហ្នឹងអាកន្លែង app នេះគឺយើងដាក់តាម file របស់យើងអ្នកទាំងអស់គ្នាបើសិនជាយើងដាក់ថាឈ្មោះ index យើងត្រូវដាក់ index ដែរទៅនឹងបើ app យើងត្រូវទៅដាក់ app ហើយ port ខ្ញុំ run នៅលើ port នៅក្នុងនេះខ្ញុំដាក់ថា
port 3000អ្នកទាំងអស់គ្នា port ហ្នឹងយើងចង់ដាក់ប្រមាណក៏បានដែរតែខ្ញុំចង់រ៉ាន់នៅលើ port 3000ឥឡូវយើងបានហើយយើងទៅកាន់មួយទៀតនោះគឺខ្ញុំសរសេរពាក្យថា app ឥឡូវខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាដឹងថាខ្ញុំបង្កើតអ្វីមុនគេនោះខ្ញុំចង់ដាក់បារាំងនោះគឺ app dot getអ្នកទាំងអស់គ្នាសរសេរទៅនេះរៀងខុសបន្តិចសុំទោសនេះកន្លែងនេះយើងចង់ដាក់ port ជា user ក៏បានអីក៏បានដែរតែទៅនេះខ្ញុំដាក់វាជា post ចឹងហើយជា name ដាក់ថា read and require reason មកអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍អីជួយចុច like និង subscribe ផងដោយសារតែមានវីដេអូថ្មីទៀតដើម្បីចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានទៅសេវីអីឥឡូវយើងទៅ console log វាចង់ដឹងថាយើងទៅសេនឹងចេញឬក៏អត់អីចឹងណាអ្នកទាំងអស់គ្នាឥឡូវចាំវាបន្តិចទេអ្នកទាំងអស់គ្នាដល់ខ្ញុំដាក់ទៅនោះថា name កន្លែងប៉ុសនេះយើងត្រូវតា name ដែរយើងដាក់អីយើងត្រូវតែផ្សេងហ្នឹងដើម្បីឲ្យវាបានដឹងវាយល់អ្នកទាំងអស់គ្នារៀងរអាក់រអួលតិចហើយនេះដោយសារតែអ្នកទាំងអស់គ្នាចង់បញ្ជាក់បន្តិចថា query.param ហ្នឹងគឺត្រូវតែមានចាំបាច់ឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់បាន name title ឬ comment អ្នកទាំងអស់គ្នាអាច add បន្ថែមនៅក្រោយ param នឹងបានអ្នកទាំងអស់គ្នាហើយមួយទៀតគឺ reason send ចំពោះ reason send នេះដែរនៅពេលដែលយើងចង់ដឹងអំពីអ្វីមួយនៅក្នុងហ្នឹងគឺយើងអាចដាក់វាបានដោយយើងដាក់ថា name នៅពេលដែលវាចេញមកគឺ reason បែបហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវខ្ញុំដាក់ថា name យើងមាន name ចុច2គឺជំនួសឲ្យដឹងថាវាជា